សួស្តីអ្នកទាំងអស់គ្នាកណេះមកជួបជាមួយចុងផោដៃថ្មីទៀតជាមួយនឹងសាច់គោងៀតបងនេះរៀបថាគោងៀតក្តៅធ្វើខ្លួនឯងរសជាតិបែបធម្មជាតិហើយដំបូងនេះខ្ញុំមានសាច់គោងៀតរបៀបថាយកទៅសាច់ផ្លូវសាច់ល្អបងប្អូនយកមកប្រឡាក់ដើម្បីឲ្យវាយកសាច់វាហាន់ស្ដើងចឹងមកបងប្អូនហើយយើងមានមកគុណនេះមកយើងបុកជាមួយនឹងគ្រឿងក្រៅមានអីទេបងមានតែរត់ឌីប្រេងក្រុមហើយជាមួយនឹងខ្ញីរំដេងអញ្ចឹងពូម៉ែបងប្អូនហើយយើងបុកដាក់ឲ្យល្អទៅហើយបងប្អូនអាចរកធ្វើខ្លួនឯងបានបងប្អូនហើយយើងថែមជាមួយរត់ឌីសៅស៊ុបជាមួយនឹងប្រេងក្រុមបន្តិចមកបងប្អូនច្បល់មកបងប្អូនអាចប្រឡាក់ជាមួយប្រេងខ្យងយើងបងប្អូនប្រេងយើងប្រឡាក់សាច់ប្រឡាក់អីហ្នឹងបងប្អូនដាក់មកបងប្អូនធានាថាជាតិអញ្ចឹងយើងច្បល់វាបងប្អូនច្បល់វាចូលជាតិប្រភេទសាច់នេះយើងប្រឡាក់យកគ្រឿងវាបងប្អូនយើងបុកខ្ទឹមសហើយនឹងខ្ទឹមក្រហមបងប្អូនជាមួយរំដេងស្លឹកក្រូចតិចហើយយើងដាក់វាឲ្យរៀងចាស់បន្តិចមកបងប្អូនរសជាតិរៀងដិតហ្នឹងបងប្អូនដោយសារតែយើងធ្វើខ្លួនឯងអញ្ចឹងយើងធ្វើតាមអ្វីដែលយើងចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងបងប្អូនហើយអានេះចំពោះបងប្អូនដែលចូលចិត្តញ៉ាំប៊ីយាឬក៏ស្រារបៀបក្តៅត្រូវបងប្អូនស្រាក្រហមស្រាដបយើងហ្នឹងតែខ្ញុំមិនចេះទេបងប្អូនហ្នឹងរឿងស្រារឿងអីហ្នឹងបានតែហូបបាយហ្នឹងបងប្អូនណាមាននេះយើងដាក់ក្លាសេវាមកស្ទុកហើយបន្ទាប់មកយើងចាប់ផ្ដើមអាំងវាបងប្អូននេះអាំងវាមកយកមកអាំងភ្លើងមកក្រៀមរុចយើងដំវាអញ្ចឹងបងប្អូនហើយបងប្អូនអាចធ្វើជ្រក់តកួនឬក៏ជ្រក់តំពាំងព្រិចក៏តបានដែរបងប្អូនដោយសារតែខ្ញុំទិញជ្រក់គេស្រាប់ទៅយើងអត់បានធ្វើយើងដាក់ជាមួយហែមអញ្ចឹងបងប្អូនជាមួយអាឡឹកអីចឹងទុំអាឡឹកមកយើងដាក់មកបាយថ្ងៃលក្ខណៈភីងអញ្ចឹងបងប្អូនចំពោះមុខហូបនេះគឺមានអីទេបងប្អូនមានតែចែករំលែកម្នាក់មួយទៅដើម្បីសៀបន្តចែកជូនពុកម៉ែបងប្អូនដែលអាចចង់ហូបអីមើលតែវីដេអូខ្ញុំពីដើមដល់ចប់អាចធ្វើបានងាយនេះយើងអាចយកទៅហាលវាក្រៀមសិនក៏បានដែរដើម្បីអាំងឆាប់ច្រើនបងប្អូនហើយចំពោះខ្ញុំបានហាលទេគឺមិនទាន់នេះរួចរាល់ហើយបងប្អូនចានធានាថាអេមហ្នឹងហើយបងប្អូនជួយ like share ម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែករំលែកបន្តទៀតអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយអរគុណ